សូមអនុមោទនីសូមនមស្ការក្រាបថ្វាយបង្គំព្រះគុណនៃព្រះរហន្តនីសម្មាសម្ពុទ្ធដោយសេចក្តីគោរពជ្រះថ្លាស្មារតីជីវិតសពសពកាក្រាបនមស្ការបងគ្រូបណ្ឌិតទេវសទ្ធាបណ្ឌិតពើមេត្តាដោយសេចក្តីគោរពជ្រះថ្លាក្រាបថ្វាយបង្គំកណាគុណចាស់គ្រប់ព្រះអង្គទីគោរពសក្ការៈហើយនេះគឺពុទ្ធបរិស័ទខ្មែរយើងបានធ្វើដំណើរចេញពីកោសង្ឃស័ក្តិពីម្សិលមិញព្រឹកនេះបានមកដល់ទីកន្លែងធម្មេកសដោបគឺជាទីកន្លែងព្រះដ៏មានពភៈព្រះអង្គទ្រង់ប្រកាសហើយនៅពធឈ្មោះថាធម្មចក្រកបវត្តនសូត្រនៅឯបរិសិបតននិគតិយវ័ននេះក៏ជាទីអាស្រ័យនៅរបស់បញ្ចវតិទាំង5រូបបរិសិបតននិគតិយវ័នក៏ជាទីកន្លែងដែលព្រះអង្គសម្ដែងនៅបឋមទេសនាដំបូងបំផុតផងដែរបរិសិបតននិគតិយវ័នគឺជាទីកន្លែងដែលបង្គ្រប់នៅព្រះរតនត្រ័យបរិសិបតននិគតិយវ័នគឺជាកន្លែងចាប់ផ្ដើមឲ្យសត្វលោកនឹងបានសម្រេចនៅអមតៈធម៌បរិសិបតននិគតិយវ័នគឺជាទីកន្លែងចាំនៅភាសាទី1របស់ព្រះសម្មាសម្ពុទ្ធបរិសិបតននិគតិយវ័នជាទីកន្លែងដែលកើតមាននៅព្រះអរហន្តសាវកមុនគេបរិសិបតននិគតិយវ័នជាទីកន្លែងដែលព្រះសង្ឃ60ព្រះអង្គសុទ្ធសឹងតែជាព្រះអរហន្តចេញទៅផ្សព្វផ្សាយពធគ្រប់ទីកន្លែងទាំងអស់ដែលមានការអនុញ្ញាតពីព្រះសម្មាសម្ពុទ្ធឥឡូវនេះគឺពុទ្ធបរិស័ទយើងបានមកដល់បរិសិបតននិគតិយវ័នហើយប្រកបដោយសេចក្តីជ្រះថ្លាមានមុខបែរទៅចំនៃធម្មេកសដោបដែលជាទីកន្លែងព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គទ្រង់បានសម្ដែងនៅពធឈ្មោះធម្មចក្រកបវត្តនសូត្រគឺនៅត្រង់ទីនេះញាតិញោមណាគឺតាំងអំពីព្រះសម្មាសម្ពុទ្ធកកុសន្ធោក៏ព្រះអង្គប្រកាសសម្ដែងធម្មចក្រកបវត្តនសូត្រនៅត្រង់ទីនេះដែរកាលដែលព្រះអង្គសម្ដែងនៅធម្មចក្រកបវត្តនសូត្រនោះញ៉ាំងសត្វលោកបានសម្រេចនៅអមតៈធម៌នោះ40000កោដនៅក្នុងទីនេះអនុមោទនីនៅសម័យនៃព្រះសម្មាសម្ពុទ្ធកាលណាកមនោព្រះអង្គសម្ដែងនៅធម្មចក្រកបវត្តនសូត្រសត្វលោកបានសម្រេចនៅអមតៈធម៌នឹង30000កោដអនុមោទនីក្នុងសម័យនៃព្រះសម្មាសម្ពុទ្ធកស្សបៈព្រះអង្គសម្ដែងនៅធម្មចក្រកបវត្តនសូត្រត្រង់ទីនេះដែរសត្វលោកសម្រេចគុណធម៌នឹងបានចំនួន20000កោដសូមអនុមោទនីក្នុងសម័យនៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គបានសម្ដែងនៅធម្មចក្រកបវត្តនសូត្រធ្វើឲ្យពពួកទេវតាព្រហ្មសម្រេចអមតៈធម៌ចំនួន18កោដមួយលើដោយមនុស្សយើងគឺព្រះអញ្ញាកោដញ្ញៈមួយរូបសូមអនុមោទនីហ្នឹងហើយទីនេះគឺជាអចលចេតសយស្ថានអចលចេតយស្ថានគឺជាទីកន្លែងដែលព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គទ្រង់មិនលះទេត្រូវតែមកសម្ដែងនៅធម្មចក្រកបវត្តនសូត្រនៅត្រង់ទីនេះសូម្បីតែព្រះសិអាមិត្រីដែលត្រូវត្រាស់ខាងក្រោយហ្នឹងក៏ព្រះអង្គស្ដេចយាងមកសម្ដែងធម្មចក្រកបវត្តនសូត្រត្រង់ទីនេះដែរញាតិញោមចាំអញ្ចឹងណាញាតិញោមណាហ្នឹងហើយគ្រាន់តែផ្លែកថាព្រះសម្មាសម្ពុទ្ធកកុសន្ធោព្រះអង្គមកសម្ដែងធម្មចក្រកបវត្តនសូត្រត្រង់ទីនេះគឺព្រះអង្គហោះមកទេញាតិញោមណាព្រះអង្គហោះមកទេហើយព្រះកស្សបោព្រះសមណគោតមវាលែងតែព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងហ្នឹងគឺព្រះអង្គយាងស្មើជើងពី
តំបន់ឧរុវេលាសេនានិគមមកកាន់ទីនេះដោយសារព្រះអង្គនឹងមានអធ្យាស្រ័យដើម្បីអនុគ្រោះដោយឧបការជីវៈមួយរូបនៅតាមបណ្ដោយផ្លូវហ្នឹងដំណើររឿងរ៉ាវនៃព្រះដ៏មានពភាព្រះអង្គទ្រង់មកសម្ដែងធម្មចក្រកបវត្តនសូត្រនេះគឺតកតងទៅនឹងតំបន់ពុទ្ធគយាយើងឯណោះញាតិញោមក្នុងពេលដែលព្រះអង្គបានត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណហើយព្រះអង្គទ្រង់បានស្ដេចយាងទៅតាមទីកន្លែងនៃព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គទី1គឺព្រះអង្គបានគង់នៅលើរតនបល្ល័ង្កនឹង7ថ្ងៃអញ្ចឹងទៅទី2ព្រះអង្គគង់នៅក្នុងអនិមិសកចេតិយសម្លឹងសម្លឹងរំលឹកនៅគុណព្រះមហាពោធិព្រឹក្សនឹង7ថ្ងៃដោយបិណ្ឌប្រព្រឹត្តភ្នែកព្រះអង្គត្រាច់តាមសត្តមហាឋានណាញាតិញោមពេលសប្តាហ៍ទី3ព្រះអង្គស្ដេចយាងទៅរតនកន្លែងចង្ក្រមរបស់ព្រះអង្គនឹង7ថ្ងៃទៀតទៅហើយសប្តាហ៍ទី4ព្រះអង្គស្ដេចគង់នៅផ្ទះកែវនឹង7ថ្ងៃទៅពិចារណានៅព្រះអភិធម្មនោះហើយសប្តាហ៍ទី5ព្រះអង្គដាច់យាងទៅអច្ចបាលនិក្រូធ7ថ្ងៃចូលនៅសមាបត្តិនឹង7ថ្ងៃទៅសប្តាហ៍ទី6ព្រះអង្គស្ដេចយាងទៅកាន់ស្រះមុជលិន7ថ្ងៃទៅហើយសប្តាហ៍ទី7ព្រះអង្គទៅទីកន្លែងរាជាយតនចេតិយកន្លែងដើមកេះញាតិញោមសោយនៅផលសមាបត្តិនឹង7ថ្ងៃនៅក្នុងទីនោះហើយប្រវត្តិរឿងរ៉ាវមានមួយកន្លែងអញ្ចឹងទៅញាតិញោមនេះគ្រាន់តែរៀបរាប់ឲ្យញាតិញោមបានជ្រាបទាំងអស់គ្នាហើយនៅចុងសប្តាហ៍ទី7ហ្នឹងដើមសប្តាហ៍ទី8ហ្នឹងព្រះអង្គស្ដេចយាងទៅដើមអច្ចបាលនិក្រូធហ្នឹងវិញម្ដងទៀតព្រះអង្គគង់ពិចារណានៅធម៌ដែលព្រះអង្គត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណហ្នឹងដែលជាធម៌មានអត្តនឹងចេញជាអ្នកនឹងជ្រៅសត្វលោកដែលមានទូលីនឹងភ្នែកនឹងច្រើនមិនអាចនឹងស្ដាប់ពធបានទេបងមានបតីនឿយណាយថាមិនសំដែងពធទេក្នុងការនោះមានព្រំអីមករតនាព្រះអង្គចឹងទៅដើម្បីឲ្យព្រះអង្គនឹងប្រកាសសម្ដែងនៅពធនឹងច្រូតកាត់សេចក្តីនឹងទៅព្រំក៏ទទួលរតនាព្រះអង្គអនុគ្រោះដល់សត្វលោកទាំងអស់ហ្នឹងទៅព្រះអង្គដាច់យាងចេញពីសប្តាហ៍ទីចុងសប្តាហ៍ទី7ហ្នឹងមកព្រះអង្គមកបិណ្ឌបាតនៅតំបន់ពុទ្ធគយាវិញញាតិញោម2-3ថ្ងៃទៅព្រះអង្គយាងមកហ្នឹងយាងមកព្រៃសិបតនមិគតិយវ័នហ្នឹងដើម្បីអនុគ្រោះដល់បញ្ចវគិទាំង5ដែលមានគុណជាមួយនឹងព្រះអង្គតាមបម្រើព្រះអង្គហ្នឹងបុណ្យបងហ្នឹងព្រះអង្គមិនទាន់នឹកដល់បញ្ចវគិទេព្រះអង្គនឹកដល់អលរតបោះកាលាមកោតនោះដែលជាគ្រូរបស់ព្រះអង្គកាលមិនទាន់បានត្រាស់ដឹងព្រះអង្គចូលទៅរៀនណាញាតិញោមក្នុងសំណាក់អលរតបោះហ្នឹងគិតឃើញថាអលរតបោះហ្នឹងក៏ស្លាប់7ថ្ងៃហើយទៅកើតក្នុងអរូបព្រំបត្តិទៅហើយទៅព្រះអង្គរលឹកដល់ឧតកតបោះរៀមបុត្រទៀតទៅការរៀនបុត្រហ្នឹងក៏ជាបុគ្គលអភ័ព្វដែរល្ងាចមិញក៏គាត់បានលះលោកនេះទៅកាន់អរូបព្រំបត្តិហើយអញ្ចឹងទៅព្រះអង្គនឹកដល់បញ្ចវគិហ្នឹងបានដាច់យាងមកតាមដោយផ្លូវហ្នឹងជួបឧបការជីវៈនឹងតាមដោយផ្លូវទៅព្រះអង្គប្រកាសសម្ដែងធម៌សន្តានាឲ្យឧបការជីវៈនឹងបានដល់នៅបរតនត្រ័យជាទីពឹងទីរលឹកហើយព្រះស្ដេចយាងមកចាំថ្ងៃ14កើតខែពិសាខញាតិញោម14កើតខែពិសាខនឹងសាលហបូជាហ្នឹងព្រះស្ដេចយាងមកដល់ទីហ្នឹងគឺល្ងាចប្រលប់ហ្នឹងញាតិញោមមកដល់ប្រលប់ហ្នឹងបញ្ញគីព្រាមទាំង5ហ្នឹងឃើញដំណើរព្រះអង្គយាងមកហ្នឹងស្គាល់ធ្លាប់បម្រើព្រះអង្គថាព្រះសទ្ធត្ថដែលមានរស្មីពណ៌សម្បុរដូចជាមាសព្រះសទ្ធត្ថបរិបូរទៅដោយការត្រេកត្រអាលនៅក្នុងការបរិភោគនៅអាហារវិញហើយមានឆោព្រះឆោវិវ័ននឹងល្អភ្លឺល្អណាស់
ពួកយើងមិនបាច់ធ្វើនៅអញ្ចលិកម្មអីងើបទទួលអីទេពួកយើងគ្រាន់តែក្រាលកម្រាលទុកទៅព្រោះថាព្រះអង្គកើតក្នុងតកោកំពង់ពោះអញ្ចឹងក្រាលកម្រាលទុកមួយទៅបានហើយមិនទទួលរយៈអីណានៃអីមិនបាច់ទេដាក់កតិកាគ្នាអញ្ចឹងណាអង្គជ្រាបដោយវិញ្ញាណរបស់ព្រះអង្គថាបញ្ញវគិព្រាហ្មណ៍ទាំង5នេះណាគិតអញ្ចឹងចំពោះតថាគតអញ្ចឹងព្រះអង្គទ្រង់បានផ្សាយនៅមេត្តាណាធម៌របស់ព្រះអង្គនឹងចិត្តដល់តិចមេត្តាដល់សពសត្វនឹងធ្វើឲ្យបញ្ញវគិទាំង5ហ្នឹងពេលដែលព្រះអង្គទៅដល់វាភ្លេចអកតិកាអស់ទៅណាខ្លះរត់ទៅទទួលបាតខ្លះរត់ទៅណាថ្វាយបង្គំប៉ុណ្ណាគ្រប់បែបគ្រប់យ៉ាងទៅរតនីព្រះអង្គគង់ទៅពោលណាពោលមនាលអវសោណាហើយព្រះសម្មាសម្ពុទ្ធអវសោទៅព្រះអង្គណាមានពុទ្ធិកាថាអ្នកទាំងឡាយអ្នកកំឡាយកុំបាច់ណាពោលហៅតថាគតថាអវសោអីព្រោះថាតថាគតនឹងបានត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណហើយហ្នឹងពេលបញ្ញវគិព្រាហ្មណ៍ទាំង5រូបនឹងបានដឹងហើយថ្ងៃ15កើតខែពិសាខនឹងញាតិញោមថ្ងៃ15កើតខែពិសាខហ្នឹងទៅព្រះអង្គនាំនៅបញ្ញវគិព្រាហ្មណ៍ទាំង5មកដល់កន្លែងហ្នឹងញាតិដល់មុខញាតិញោមដែលកំពុងតែអង្គុយហ្នឹងញោមណាអង្គុយទាំងហ្នឹងហើយព្រះអង្គចាប់ផ្ដើមប្រកាសសម្ដែងនៅធម្មចក្រកបវត្តនសូត្រណាដែលមានពាក្យថាទ្វេមេភិក្ខវេអន្តបបច្ចិតេននសេវិតពីមនាលភិក្ខុទាំងឡាយអន្តធរគឺធរជាផ្លូវប្រតិបត្តិអមខាងដល់លាមកណាអក្រក់ទាំងឡាយ2ប្រការនេះបបច្ចិតមិនគួរសែបគប់មិនគួរសែបគប់គឺថាមិនគួរប្រព្រឹត្តឡើយកតមេទ្វេអន្តធរ2យ៉ាងនោះតើដូចម្ដេចយោច័យយ៉ាងកាមមេសុខាលិកានិយោគណាធរណាដែលប្រកបខ្លួនឲ្យជាប់ជំពាក់ដោយកាមនៅក្នុងកាមទាំងឡាយហើយណោជាធរដ៏ថោកទាបគៀមោគឺជាធររបស់អ្នកស្រុកបថុជានិកោជាធររបស់បថុជនអនរិយោមិនមែនជាធររបស់អរិយបុគ្គលទេអនត្តសញ្ញិកោមិនប្រកបដោយប្រយោជន៍ឡើយយោចាយ៉ាងអត្តកិលេមថានិយោគធរណាដែលប្រកបដោយសេចក្តីលំបាកដល់ខ្លួនទុក្ខោជាហេតុនាំឲ្យលំបាកកាយទៅទេអនរិយោមិនមែនជាធម៌របស់អរិយបុគ្គលអនត្តសញ្ញិតោមិនប្រកបដោយប្រយោជន៍ឡើយនឹងព្រះអង្គទ្រង់ប្រកាសសម្ដែងនៅបឋមចក្រកបវត្តនសូត្រនឹងព្រះអង្គសម្កាត់ធ្ងន់នៅធម៌2ប្រការគឺធម៌ណាដល់លិមុខថោកទាបណាធម៌ជាផ្លូវអម2យ៉ាងគឺកាមសុខាលិកានិយោគនឹង1ណាហើយនឹងអត្តកិលេមថានិយោគការធ្វើខ្លួនឲ្យលំបាកនោះណាព្រោះព្រះអង្គជ្រាបណាការដែលធ្វើខ្លួនឲ្យលំបាកដោយព្រះអង្គធ្វើទុក្ខរកិរិយាអីហ្នឹងមិនបានត្រាស់ទេធ្វើឲ្យលំបាកកាយហ្នឹងទៅទេអញ្ចឹងទៅនឹងព្រះអង្គប្រកាសសម្ដែងធម្មចក្រកបវត្តនសូត្រហ្នឹងទេវតាព្រមសម្រេចគុណធម៌18កោដនៅក្នុងទីនេះហើយព្រះអញ្ញាកណ្ដញ្ញៈហ្នឹងក៏បានត្រាស់ដឹងនៅសច្ចធម៌ហ្នឹងបញ្ញាកើតឡើងហើយញាណកើតឡើងហើយចក្ខុកើតឡើងហើយដោយព្រះអញ្ញាកណ្ដញ្ញៈហ្នឹងបានសម្រេចមួយរូបដែរមនុស្សយើងនឹងញាតិញោមណាអនុមោទនាហើយជាបន្តទៅទៀតនឹងព្រះអង្គប្រកាសសម្ដែងរហូតដល់ថ្ងៃ100រោចណាថ្ងៃ100រោចនឹងព្រះវពៈណាបានស្ដាប់បឋមចក្រកបវត្តនសូត្ររបស់ព្រះអង្គនឹងបានសម្រេចនៅសោតាបតិផលក្នុងថ្ងៃ100រោចហើយក្នុងថ្ងៃ200រោចនឹងណាព្រះផតយៈបានសម្រេចសោតាបតិផលថ្ងៃ3រោចព្រះណាមហានាមបានសម្រេចនៅសោតាបតិផលថ្ងៃ4រោចព្រះអសិជិតថេរនឹងបានសម្រេចនៅសោតាបតិផលថ្ងៃ5រោចព្រះអង្គចាប់ធម្មចក្រនឹងព្រះអង្គសម្ដែងនៅអនត្តលក្ខណៈសូត្រធ្វើភិក្ខុទាំង5រូបនឹងបានសម្រេចនៅបានសម្រេចនៅព្រះអរហន្តគ្រប់គ្នាទាំង5រូបតែម្ដងសរុបទៅគឺព្រះអរហន្តកើតឡើងក្នុងលោកបញ្ចវគិភិក្ខុ5អង្គហើយនឹងព្រះសម្មាសម្ពុទ្ធ
មួយអង្គផងព្រះរហន្តកើតឡើងក្នុងលោក6អង្គសូមអនុមោទនាក្នុងថ្ងៃទី7នឹងយោសកលបុត្រដែលជាបុត្ររបស់បាសិកាសុជាតាដែលជាបុគ្គលមានបុណ្យច្រើនណាមានដៃជាភាពច្រើនដែលបានសន្សំហើយអំពីសម័យកាលនៃព្រះសម្មាសម្ពុទ្ធអង្គមុនមកនោះណាជាអ្នកបរិបូរទៅដោយការប្រះប្រាស់ក្នុងបញ្ចកាមគុណនឹងបរិបូរមិនចេះខ្វះដែលសទ្ធិជាបិតានឹងរៀបចំដើម្បីបុត្រនឹងគឺថាប្រាសាទ3ញាតិញោមសម្រាប់បុត្ររដូវភ្លៀងផងរដូវក្តៅផងរដូវត្រជាក់នឹងផងហើយប្រាសាទ3របស់ប្រយុទ្ធនឹងរដូវក្តៅប្រាសាទនឹងធ្វើទៅសនឹងវែងខ្ពស់ហើយមានបកួចនឹងក៏ច្រើនមានទ្វារនឹងក៏ច្រើនហើយដំបូលនឹងក៏មានរៀបចំប្រព័ន្ធបាញ់ទឹកដូចជារដូវវស្សាអញ្ចឹងឲ្យមានភាពត្រជាក់ម្ហូបអាហារនឹងសិតតែជារបស់ត្រជាក់អញ្ចឹងទៅសម្រាប់ទំនប់តម្រង់ដល់បុត្រគឺប្រយុទ្ធហ្នឹងញាតិញោមហ្នឹងហើយប្រាសាទរដូវភ្លៀងទៀតរដូវភ្លៀងហ្នឹងរៀបរាប់ថាប្រាសាទហ្នឹងមានសសរមិនទាបមិនខ្ពស់ណាហើយជញ្ជាំងបង្អួចហ្នឹងក៏មានមិនច្រើនមិនតិចដែរទ្វារនឹងបង្អួចហ្នឹងណាហើយអាហារសិតតែរសជាតិដ៏ល្អឆ្ងាញ់ពិនិត្យបរដូវត្រជាក់វិញគឺរៀបចំប្រាសាទហ្នឹងណារៀបចំប្រាសាទហ្នឹងសសរខ្លីទេញាតិញោមហើយបង្អួចហ្នឹងមានតិចតួចណាស់ទ្វារមានតិចតួចណាស់ហើយតាមជញ្ជាំងហ្នឹងបិទដោយរូបគំនូដែលធ្វើម៉េចឲ្យមានកម្ដៅញាតិញោមហើយអាហារហូបចុកសម្រាប់ប្រយោជន៍ហ្នឹងគឺថាគ្រឿងដែលមានកម្ដៅណាឲ្យមានកម្ដៅក្នុងខ្លួនហ្នឹងបុណ្យរបស់ប្រយោជន៍ដែលបានកសាងសន្សំនៅបុណ្យបារមីមកហើយហ្នឹងណាហើយថ្ងៃហ្នឹងប្រយោជន៍នៅលើប្រាសាទដំបូលមាសនោះកំពុងតែសប្បាយនៅក្នុងណាការត្រេកត្រអាលនឹងមានស្រីបំរើបៃតាប្រយោជន៍លោកសេដ្ឋីនឹងអត់មានឲ្យស្ត្រីណាដែលនៅបរោះណាដែលនៅជាមួយប្រយុទ្ធទាំងទេមានតែស្ត្រីទាំងអស់ញាតិញោមដែលប្រគំតន្ត្រីពងតែប្រគំតន្ត្រីនឹងទៅប្រយុទ្ធលោកដែលលក់បាត់ទៅស្រីទាំងអស់ហ្នឹងក៏ឈប់ដេញប្រគំដូរតន្ត្រីអស់ទៅលក់ទាំងអស់គ្នាទៅប្រយុទ្ធពាក់កណ្ដាលអាត្រៀតឡើងងើបឡើងមកឃើញនៅស្ត្រីទាំងឡាយហ្នឹងគឺថាមានសភាពដូចជាសាកសពអញ្ចឹងញាតិញោមខ្លះដាក់ពិនលើខ្លួនខ្លះដេកដាក់ស្គរលើដើមទ្រូងខ្លះក៏គ្រឹះថ្មិញខ្លះហៀទឹកមាត់ខ្លះមានអាការៈចង្អេងចង្អាងមើលទៅដូចជាថាសាកសពដែលស្លាប់ទៅអញ្ចឹងភ្នែករបស់លោកថ្ងៃហ្នឹងមើលទៅឃើញដូចសាកសពអញ្ចឹងទៅលោកពោលនៅវាចាពលឺនៅវាចាថាទីនេះវក់វីណាទីនេះវក់វីណាទៅប្រយុទ្ធនឹងដើរចេញមកខាងក្រៅពាក់ស្បែកជើងមាសទម្លាប់ជើងមាសនឹងពាក់ដើរចេញខាងក្រៅពួកអមនុស្សបើកទ្វារឲ្យផ្លេតណាពួកអមនុស្សនឹងដឹងថាកុំឲ្យមានអ្នកណារំខានចំពោះការសាងបព្វជិរបស់ប្រយុទ្ធណាទៅមកដល់ទ្វារខាងក្រៅនឹងអមនុស្សបើកឲ្យមកដើរមកដល់នឹងញាតិញោមដល់ព្រៃសេបតនវិកតិយវ័នហ្នឹងដើរពោលនឹងទីនេះវក់វីណាទីនេះវក់វីណាណាទៅព្រះអង្គស្ដេចយាងចេញមកហ្នឹងគង់ចាំប្រយុទ្ធហ្នឹងព្រះអង្គពោលថាមនាលចូលអ្នកមកអង្គុយចិត្តថាគាត់ទីនេះមិនវក់វេទេទីនេះស្ងប់រងាប់ណាស់ទីនេះសុខណាស់ណាប្រយុទ្ធលឺអញ្ចឹងហើយលឺថាមិនវក់វីទេទីនេះសុខណាស់ក៏ដោះទម្លាប់ជើងទុកទៅក៏ដើរចូលមកថ្វាយអង្គមព្រះអង្គអង្គុយណាចិត្តព្រះអង្គហ្នឹងព្រះអង្គប្រកាសសម្ដែងធម៌ប្ររពប្រយុទ្ធហ្នឹងដោយព្រះអង្គសម្ដែងនៅកថាទាំង5មានទានកថាពោលរៀបរាប់ទៅសារអំពីការឲ្យទានការធ្វើទានហ្នឹងសីលកថារៀបរាប់អំពីការរក្សាសិលណាសក្កកថាពោលរៀបរាប់អំពីឋានសួគ៌ទេវលោកណាកាមាទានវកថានឹងពោលរៀបរាប់អំពីការប្រើប្រាស់ក្នុងបញ្ញកម្មទាំងឡាយទាំងពួងហ្នឹងណានេកមានិសង្កកថាពោលរៀបរាប់សរសើរអំពីការចេញចាកកាមណាព្រះអង្គសម្ដែងកថាទាំង5ហ្នឹងប្រយុទ្ធអង្គុយចិត្តព្រះអង្គនឹងស្ដាប់ទៅមានចិត្តទូទន់មានចិត្តរីករាយនឹងធម្មីកថារបស់ព្រះអង្គជ្រាបនៅបនិស័យថា
ព្រះយុសកលបុត្រនឹងគឺថាមានចិត្តរីករាយនឹងធម្មីកថាហើយទៅព្រះអង្គដូរមកសម្ដែងនៅអរិយសច្ចធម៌មានទុក្ខសច្ចៈសមុទយសច្ចៈនិរោធសច្ចៈមគ្គសច្ចៈចប់ពធព្រះយុសបានសម្រេចនៅសោតាបត្តិផលអនុមោទនីពេលហ្នឹងភ្លឺល្មមញាតិញោមម្ដាយរបស់ព្រះយុសគឺអ្នកណាញោមចាំបានទេហ្នឹងហើយសុជាតាបាត់បុតនឹងឡើងទៅលើប្រាសាទមើលអត់ឃើញបុតឆោឡើងមកប្រាប់លោកសេដ្ឋីបញ្ជាអស់អ្នកបម្រើទាំងអស់ឲ្យចេញគ្រប់ទិសទាំង4តាមរោបុតនឹងសូម្បីតែលោកសេដ្ឋីក៏ជិះសេះមកកាន់ព្រៃសិបតនមិគតិយវ័ននេះដែរញោមជិះមកអញ្ចឹងមកឃើញស្បែកជើងរបស់បុតខ្លួនឯងហ្នឹងដាក់សេះចោលដើរមកឃើញព្រះអង្គព្រះអង្គឃើញលោកសេដ្ឋីដើរមកហើយទៅព្រះអង្គសម្ដែងនៅរិទ្ធរបស់ព្រះអង្គនឹងបាំងព្រះនន្ទព្រះយុសនឹងអត់ឲ្យសេដ្ឋីជាបិតាឃើញទេបំបាំងដោយរិទ្ធទេបំបាំងកាយព្រះយុសនឹងលោកសេដ្ឋីដើរមកដល់សួរព្រះអង្គបបិទ្ធព្រះអង្គដើរចម្រើនថាព្រះអង្គឃើញយុសជាបុត្ររបស់ខ្ញុំព្រះអង្គទេមនាលសេដ្ឋីចូលលោកសេដ្ឋីអង្គុយចុះសិនមកពេលដែលលោកសេដ្ឋីអង្គុយចុះលោកសេដ្ឋីនឹងបានឃើញបុត្រហើយបងពោលអញ្ចឹងសេដ្ឋីនឹងត្រេកអរថាបើសិនជាយើងអង្គុយចុះឃើញបុត្រអង្គុយចុះភ្លាមមកព្រះអង្គសម្ដែងធម៌អណ្ដែលនឹងញាតិញោមកថាទាំង5អរិយសច្ចធម៌4ហ្នឹងសម្ដែងទៅលោកសេដ្ឋីនឹងបានសម្រេចនៅសោតាបត្តិផលហើយព្រះយុសដែលកំពុងតែគួរចិត្តព្រះអង្គនឹងដែរស្ដាប់នៅអរិយសច្ចធម៌4ម្ដងទៀតហ្នឹងបានសម្រេចភាពជាព្រះអរហន្តនៅក្នុងទីនេះញាតិញោមណានៅទៅហ្នឹងកន្លែងគេធ្វើនោះដែលព្រះអង្គសម្ដែងហ្នឹងព្រះអង្គអង្គុយចាំព្រះយុសហ្នឹងសរុបព្រះយុសហ្នឹងហើយបានសម្រេចព្រះអរហន្តទៅព្រះអង្គរំសាយរិទ្ធមកព្រះយុសឃើញបិតាឃើញព្រះយុសពោលថាមនាលកូនចូលកូនទៅជួបម្ដាយរបស់កូនព្រោះថាម្ដាយរបស់កូននឹងសោយសោកណាស់បាត់កូននោះទៅព្រះអង្គពោលថាមនាលលោកសេដ្ឋីព្រះយុសមិនសមគួរទៅក្នុងភាពជាក្រហោះទេព្រោះព្រះយុសដល់នៅទីបំផុតហើយទៅលោកសេដ្ឋីនឹងពោលថាបើពិតព្រះអង្គដល់ចម្រើនព្រះយុសបានប្រសើរហើយព្រះយុសបានល្អហើយចឹងទៅលោកសេដ្ឋីនឹងរតនីបើពិតព្រះអង្គដល់ចម្រើនខ្ញុំព្រះអង្គនឹងរតនីព្រះអង្គទៅទទួលផាត់នៅក្នុងវេលាថ្ងៃស្អែកនៅគេអាខានព្រះអង្គទទួលដោយតណ្ហិភាពលោកសេដ្ឋីដឹងថាព្រះអង្គទទួលហើយក៏ថ្វាយបង្គំមកប្រតិសិន3ជុំជិះចេញទៅព្រះយុសក៏លិតជង្គង់ក្រឹបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធសូមឧបសម្បទាព្រះអង្គប្រទានភាពជាអេភិក្ខុឲ្យព្រះយុសក្នុងពេលហ្នឹងទេណាព្រឹកឡើងព្រះអង្គស្ដេចយាងទៅផ្ទះព្រះយុសមានព្រះយុសជាបច្ឆាសាមណៈនឹងនិមន្តទៅហ្នឹងភរិយាចាស់របស់ព្រះយុសហើយនឹងពនាងសុជាតាញាតិញោមស្គាល់ណាចេញមកហ្នឹងជួបព្រះអង្គហ្នឹងព្រះអង្គសម្ដែងនៅធម៌ហ្នឹងកថាទាំង5និងអរិយសច្ចធម៌4ហ្នឹងធ្វើឲ្យម្ដាយព្រះយុសហើយនិងភរិយាព្រះយុសហ្នឹងបានសម្រេចនៅសោតាបត្តិផលបានជាស្ត្រីដែលដល់នៅបត្រៃសរណៈមុនគេបត្រៃសរណៈគុំមុនគេនៅក្នុងពុទ្ធសាសនានេះគឺភរិយារបស់ព្រះយុសហើយនឹងមាតារបស់ព្រះយុសសូមអនុមោទនាហើយដោយបិតារបស់ព្រះយុសហ្នឹងបានជាបាសកមុនគេនៅក្នុងពុទ្ធសាសនានេះផងដែរហ្នឹងហើយហើយពេលដែលព្រះយុសបានបួសហើយនឹងភាពល្បីល្បាញរបស់លោកឈ្មោះរបស់លោកល្បីល្បាញណាជាបុត្ររបស់សេដ្ឋីបុត្រទោលតែមួយហើយមានទ្រព្យសម្បត្តិច្រើនចេញទៅបួសចឹងភាពនឹងល្បីល្បាញដល់សម្លាញ់ព្រះយុសនោះដល់សម្លាញ់ព្រះយុស4នាក់សម្លាញ់ទាំងអស់54នាក់តែ4នាក់ហ្នឹងមកមុនមករោព្រះយុសមុនមានព្រះពាលហុមានព្រះកវ៉ាំបតិអីជាដើមហ្នឹងមករោព្រះយុសនាំមកជួបព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងធម៌ហ្នឹងធ្វើឲ្យសម្លាញ់ព្រះយុសហ្នឹងបានសម្រេចភាពជាព្រះអរហន្តហើយសូមឧបសម្បទាទៅញាតិញោមណាព្រះអង្គប្រទានអេហិភិក្ខុទៅព្រះអរហន្តកើតឡើងក្នុងលោកគឺបានចំនួន11ព្រះអង្គសូមអនុមោទនាហើយបន្ទាប់ក្រោយមកហ្នឹងបានសម្លាញ់របស់ព្រះយុស50រូបទៀតហ្នឹងមករោព្រះយុសនាំទៅគាល់ព្រះអង្គហើយបានស្ដាប់ធម៌ព្រះអង្គសម្រេចនៅផ្សោតាបត្តិផលទៅសូមឧបសម្បទាព្រះអង្គប្រទានអេហិភិក្ខុឲ្យចំនួន50រូបនឹងទៀតទៅមិនយូរប៉ុន្មានក៏បានសម្រេចភាពជាព្រះអរហន្តនៅព្រៃសិបតនមិគតិយវ័ននេះ
ចឹងព្រះភិក្ខុសង្ឃនៅក្នុងពុទ្ធសាសនាដំបូងគេគឺបានចំនួន61ព្រះអង្គទាំងព្រះសម្មាសម្ពុទ្ធកើតឡើងនៅក្នុងទីនេះសូមអនុមោទនាហើយជា